នឹងចេញមកគឺมันច្រឡំគេមែនចេញលើកណាក៏ចឹងដែរអើយអញសំវល់កម្ពុជាតារាចម្រៀងខេមរៈសេរីមុនឆ្លើយតបអ្នកឌឺដងចំពោះឈុតសម្ដែងមួយនៅលើឆាកឈុតសម្ដែងមួយនៅលើឆាកតន្ត្រីដ៏ធំពីសំណាក់កម្ពុជាតារាចម្រៀងខេមរៈសេរីមុនស្រាប់តែត្រូវបានគេយកទៅកាត់សម្លេងបែបឌឺដងផ្លែផ្កាទោះជាសំណើចសម្រាប់ hacker មួយចំនួនរហូតធ្វើឲ្យសម័យខ្លួនទ្រាំមិនបានចេញមកពន្យល់អំពីការច្នៃប្រឌិតក្នុងនាមជាអ្នកសិល្បៈកម្ពុជាតារាចម្រៀងខេមរៈសេរីមុនបានពន្យល់យ៉ាងត្រជាក់ទៅកាន់អ្នកឌឺដងរូបនោះថាសិល្បៈគឺជាជំនាញរបស់លោកជាង20ឆ្នាំមកហើយសិល្បៈគឺជាការច្នៃប្រឌិតដើម្បីកុំឲ្យអ្នកគាំទ្រមានការធុញទ្រាន់កម្ពុជាតារាចម្រៀងរូបនេះផ្ដាំទៅអ្នកឌឺដងថាបើគិតថាចេះជាងលោកហើយលោកធ្វើទៅមិនត្រូវលោកសូមឲ្យធ្វើខ្លួនឯងចុះហើយធ្វើយ៉ាងណាឲ្យមានប្រជាប្រិយភាពឲ្យខ្លាំងលោកចាំគាំទ្រធ្វើជាអ្នកគាំទ្រវិញ